នេះមិនម៉ែឯងจะពាក់យើង50ម៉ឺនម៉ែจะពាក់កូនសងជារឿងធម្មតាម៉ែអ្នកខ្ចីមិនពាក់ព័ន្ធនឹងខ្ញុំទេម៉ែឯងថាយាយឯងមិនមែនទុកឲ្យតែហាងបាយទេនៅមានត្បូងមរតកទៀតត្រៀម3 2 1មិនក៏ស្ងាត់ហើយខ្ញុំឆ្លងភពហើយឆ្លងភពមែនតើនាងប្រយ័ត្នជន់ដៃនាងច្បាំង3ថ្ងៃហើយខ្ញុំអត់មានអីហូបទេអត់បាយ3ថ្ងៃអត់មានអីហូបមកនេះហូបទៅព្រះអើយខានឃើញបាយសស្អាតបាយដូចច្រើនឆ្នាំហើយមានសុទ្ធមានអំបិលទៀតមានអំបិលមែននាងពួកយើងមិនចង់ញ៉ាំទៅទេខ្ញុំអត់មានប្រាក់ជាប់ខ្លួនមានតែរបស់របរខ្លះបើមិនប្រកាន់ទេទទួលយកទៅស្ពាន់បុរាណបានលក់នៅសម័យទំនើបមិនដឹងជាបានប្រមាណទេនាងខ្ញុំមានកោដៃស្ពាន់មួយជូននាងល្មមហើយពួកម្ចាស់បំណុលនៅឯណោះចាំមើលខ្ញុំរកស៊ីពីសម័យបុរាណសងវិញឈប់សិនក្បាច់នេះមិនក៏ដូចជានៅលើត្បូងមរកតម្លេះចាញ់ទៅស្អីគេហ្នឹងយ៉ាអើយមនុស្សទៅណាអស់ហើយបាត់ទៅណាអស់ហើយមកក៏ឆ្លងភពមកវិញបានមិនមែនទេអញ្ចឹងបង្វិលត្បូងគឺជាវិធីឆ្លងភពហ៎ខ្ញុំមិញនេះខ្ញុំទៅធ្វើបាញ់តើយកនឹងឲ្យពួកបុរាណពីរនាក់ហ្នឹងស្មានថាធ្វើពុតជាខ្មោចលងហើយមិនបាច់សងលុយមែនទេរឹបអូសទាំងអស់ឆាប់អីសំពេល1 ម៉ោងខ្ញុំនឹងមានលុយឲ្យអូហូយមើលវាមិនអាចទៅរួចទេក្បាច់ផ្កាបែបនេះមិនមែនបាត់បង់រូបមន្តធ្វើឲ្យទីដឹងអីបញ្ញាំដាក់តម្លៃមកទៀបពេកខ្ញុំមិនលក់ទេយ៉ាងណាក៏វាជារបស់បុរាណដែរបើមិនឲ្យ5-6ម៉ឺនទេខ្ញុំបដូរហាងឥឡូវហើយ60ម៉ឺន80ម៉ឺនប្រហែលហ្នឹងថែមឲ្យទៀតអត់បានទេយល់5ចុះមានហើយយកអាសម្រាមអស់នេះបោះចោលអស់ទៅសិនកែឲ្យពួកអ្នកប្រមាណខ្ញុំឲ្យលើ10ដងអូយអរគុណដល់តកែអរគុណតែឆ្ងាយទៅលោកយាយពិតជាទុកកំណប់ឲ្យខ្ញុំមែនខ្ញុំត្រូវត្រឡប់ទៅសម័យបុរាណវិញរកលុយឲ្យបានច្រើនទើបដោះស្រាយបញ្ហាម៉ែខ្ញុំរួចភោជនីយដ្ឋានជីវួយបើកឡើងវិញហើយបរិះម្នាក់នេះពិតជាសង្ហាន់ណាមកកាយរង្វង់ដៃបងស្រីមកហេវ៉ាបែបរបួសសង្គ្រាមអញ្ចឹងរត់តែពេញចិត្តហេស្រីសម័យបុរាណស៊ីផឹកស្រួលម្លេះបើកុំតែឃើញមុខសង្ហារបស់លោកកុំអីកុំសង្ឃឹមថាខ្ញុំជួយខ្ញុំនៅរស់ទេ
នាងជានរណាដែរតើនាងជានរណាហេតុអីជួយខ្ញុំតែមិនស្គាល់គ្នាបែបនេះ ចាដឹងហើយខ្ញុំចង់បានដើរថំក្នុងដៃលោកនឹងមើលទៅដឹងតែថ្លៃហើយខ្ញុំជួយលោកហើយលោកឲ្យវាឲ្យខ្ញុំមក ដើរគឺជាឫសគល់របស់បុរសគឺជាពលឹងវិញ្ញាណសម្រាប់ចេញច្បាំង ចាបែលោកយកខ្លួនមកសងវិញទេ ដើរនេះមុតខ្លាំងណាស់អាចកាត់ក្បាលស្ត្រីយ៉ាងងាយទុកដើរមួយនេះបញ្ចាំនៅកន្លែងនេះសិនចុះថ្ងៃក្រោយចាំខ្ញុំមកលុះវិញ បាញ់ចាំមកខ្ញុំហើយចង់យកវិញទៀតចាំខ្ញុំធ្វើឲ្យឆ្ងាញ់ឲ្យញ៉ាំ គ្រាកំពុងតែមានសង្គ្រាមបែបនេះស្រីដូចជានាងតាមមានអីញ៉ាំទៅទុកញ៉ាំខ្លួនឯងចុះ ដឹងថាឃ្លានហើយខ្ញុំដឹងថាលោកឃ្លានខ្លាំង មីដែលនាងធ្វើគឺឆ្ងាញ់ខ្លាំងណាស់តើនេះជាមីអ្វីមីដែលនាងធ្វើគឺឆ្ងាញ់ខ្លាំងណាស់តើនេះជាមីអ្វី វាជាមេសាច់គោខាងស៊ីនាងតើលោកយ៉ាងម៉េចហើយ លោកម្ចាស់ខ្ញុំរកលោកឃើញហើយនេះជារបបហេតុឲ្យបានជួយម្លេះគឺនាងបានធ្វើមីសាច់គោឲ្យខ្ញុំញ៉ាំនេះណែខ្ញុំសូមម្ចាស់ដែរមកនេះគឺជាសាច់គោសាច់គោចាំខ្ញុំចាប់អ្នកសម្រាប់គោនេះចូលទៅដាក់ទោះ ខ្លាំងទេសាច់គោនឹងធ្វើពីសណ្ដែកតើដូចជានំប្រពន្ធអញ្ចឹងក្នុងនំមានប្រពន្ធឯណាមែនទេ លោកម្ចាស់នាងនេះជាមានហេតុផលនៅទីនេះសំបីតែសម្បកឈើកូស៊ីមានគូមកពីណាទៅ ប៉ិតមែនហើយ នៅក្នុងក្រុងគឺមានតែអ្នកក្រីក្រអត់ឃ្លានតើនាងបានគ្រឿងផ្សំនេះមកពីណាឆាប់ប្រាប់មកនាងជានរណាឲ្យប្រកាស ខ្ញុំជាអ្នករស់ស៊ីតើអ្នករស់ស៊ីតែងតែមានម៉ួយរៀងខ្លួនហើយបើព្រមសហការជាមួយខ្ញុំធានាថាអ្នកទាំងអស់គ្នានឹងមានរបស់ល្អៗស៊ីផឹកមិនខានលោកចេញប្រាក់ខ្ញុំចេញស្បៀងការរស់ស៊ីមួយនេះលោកព្រមធ្វើឬមិនធ្វើ រឿងដែលនាងថាឲ្យខ្ញុំយកខ្លួនសងមិញនេះប្រហែលជាពួកយើងអាចពិភាក្សាគ្នាឡើងវិញបានហ៎លោកជាអង្គម្ចាស់ណា ជាអង្គម្ចាស់ទៀតអីខ្ញុំមិនយកទេមនុស្សប្រងគ្រាន់តែជាខ្យល់កាត់មុខមានតែលុយកាក់ប៉ុណ្ណោះតែស្មោះត្រង់មិនប្រែប្រួល ឃើញតែប្រាក់មែនជំពាក់វង្វេងនឹងប្រាក់អស់ ហើយ ហើយ យ៉ាងម៉េច ស្ថានភាពពិបាកណាស់ពិតជាគ្មានប្រាក់នោះទេ គ្មានប្រាក់មកនិយាយជាមួយខ្ញុំធ្វើអី ណែនាងពួកជើងត្រូវសត្រូវlàmពតចានខែស្បៀងអាហារក៏ដាច់អស់ដែរលោកម្ចាស់ដឹកនាំកងទ័ព 20000 នាក់ទ្រាំលំបោះកន្លះឆ្នាំសំបីតែសេះចម្បាំងក៏សម្លាប់ហូបដែរ មនុស្សមិនធ្វើដើម្បីខ្លួនឯងច្បាស់ជាត្រូវមេកំចាត់មិនខានចាស់ហេតុអីលោកត្រូវមកលំបាកបែប ទាហាន នេះ ទាំងនេះរួមសុខទុក្ខជាមួយនឹងខ្ញុំពួកគេគឺជាគ្រួសាររបស់ខ្ញុំបាត់ទៅហើយ គ្រួសារអញ្ចឹងហីគ្រឿងផ្សំទាំងនេះយកទៅសិនចុះចាំស្អែកខ្ញុំនឹងរកអង្គរនិងម្សៅមីឲ្យថែមទៀត មានអង្គរនិងម្សៅមីហើយមានសាច់ទៀត តែមិនមែនហ្វ្រីទេណាអាក្រោះខោអាវនឹងដៃធំរបស់ពួកលោកនេះត្រូវខ្លាចជារបស់ខ្ញុំទាំងអស់ ចុះបើលោកម្ចាស់ដើរខ្លួនទៅទេចូលមន្ទីរវិញមិនបាក់មុខទៅហើយទេមិនបានទេសូមចម្ពាក់សិនបានទេមិនអាចធ្វើចុះបានទេ ហាងនេះមិនមានកលការឲ្យចម្ពាក់នោះទេ លោកម្ចាស់មើលទៅនាងមិនចាប់អារម្មណ៍នឹងលោកពិតមែនឯងនេះពិតជាដាវស្ដាច់ថាំងក្នុងរឿងព្រេងពិតមែន វីរៈបរោះយានយ៉ាងប្រហែលជាមិនមែនលោកម្ចាស់យានទេដឹង
ទាំងក្រទាំងក្អិតក្តើមហើយថែមទាំងមុខក្រាស់ទៀ នេះ ត ផ្ដាស់នេះគឺជាឯកសារប្រវត្តិសាស្ត្រនៃរាជវង្សតាសឹង ស្ដេចយានដឹកនាំតប 20,000 នាក់តទៅនឹងសត្រូវ 20,000 នាក់ឈាមហូរច្រាលពេញទឹកដីចុងក្រោយត្រូវវិនិច្ឆ័យសាបសូន្យទាំងកងទ័ ពេល ព ដែលស្ដេចជើងស្លាប់នៅសមរភូមិគាត់មានអាយុ21ឆ្នាំស្មើនឹងវ័យដែលមិនទាន់រៀនចប់មហាវិទ្យាល័យផង គាត់ទៅតែអាយុ21ឆ្នាំទេ 2 លានជាន់ហើយក្រៅចាស់ប៉ុន្មានកំ pl នេះ 50,000 2,000 លានពិតជាច្រើនណាស់បើខ្ញុំលក់អាក្រោះរបស់គាត់តើគាត់នឹងឆាប់ស្លាប់ជាងមុនទេ 3,000 លាន 3,000 លាននៅរុញរេធ្វើអីទៀតខ្ញុំលុយថ្លៃអាក្រោះទាំងនេះចាំខ្ញុំរកពីសម័យថ្មីទៅសងវិញ មឹងឮថាកូនមានវត្ថុបុរាណលក់បានណាស់មែនទេបញ្ញាប់យកមកឲ្យម៉ែដោះស្រាយបញ្ហាបន្ទាន់សិនប្អូនដឹងទេគ្រួសារតកូលហួរព្រមចាញ់លុយ50 លានដើម្បីការជាមួយឯងគ្រាន់តែចង់ឲ្យឯងរៀបការជាមួយកូនប្រុសគេដែលជាមនុស្សរុក្ខជាតិដើម្បីលើករាសីប៉ុណ្ណោះ 50 លានណានេះមកចង់លក់កូនដើម្បីសងបំណុល មិនក៏ឯងហៅថាលក់នេះគេហៅថាជួយសម្រួលតែមែនហើយគូប្រែងល្អបែបនេះអ្នកផ្សេងចង់បានក៏មិនបានផង បានអញ្ចឹងទៅការខ្លួនឯងទៅ អូយដែលលាក់របស់ទៀតផងតើ កូនប៉ា ខ្ញុំថាឲ្យនាងគឺអាត្មានិយមណាស់មានរបស់ល្អលាក់ទុំឲ្យមកនេះមកនេះ ដាក់ចុះ មិនដាក់របស់នេះត្រូវតែជារបស់ម៉ែអើយ